Adam William E. Head ឯករដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជានៅក្នុងការតាំងពិព័រណ៍អប់រំនៅខេត្តសៀមរាបកាលពីចុងសប្តាហ៍កន្លងទៅនេះបានជំរុញឲ្យសិស្សនិស្សិតទាំងអស់ដែលកំពុងសិក្សាត្រូវខិតខំសិក្សាស្រាវជ្រាវជាពិសេសការអាននិងការសរសេរឲ្យបានច្រើនដើម្បីពង្រឹងចំណេះដឹងឲ្យបានកាន់តែពូកែដើម្បីមានឱកាសក្នុងការទទួលបានអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក Adam William E. Head បានឲ្យដឹងថាមហាវិទ្យាល័យនៅសហរដ្ឋអាមេរិកមានជាង 4,500 មហាវិទ្យាល័យដែលជាឱកាសដ៏ល្អសម្រាប់សិស្សនិស្សិតកម្ពុជាក្នុងការជ្រើសរើសទៅបន្តការសិក្សានៅទីនោះលោកស្រី ម៉ៅកូឡាប ទីប្រឹក្សាយោបល់ស្ដីពីការសិក្សានៅសហរដ្ឋអាមេរិកបានឲ្យដឹងថាស្ថានទូតអាមេរិកប្រចាំកម្ពុជាបានសហការជាមួយមជ្ឈមណ្ឌលប្រឹក្សាពីការសិក្សានៅសហរដ្ឋអាមេរិកបានរៀបចំពិព័រណ៍អប់រំសិក្សានៅសហរដ្ឋអាមេរិកជូនដល់សិស្សនិស្សិតកម្ពុជាជាង 200 នាក់នៅខេត្តសៀមរាបនេះលោកស្រី ម៉ៅកូឡាប បានបន្តថាដោយសារតែមើលឃើញនៅជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាពីមុននិងបច្ចុប្បន្នអាចចាត់ទុកថាល្អប្រសើរជាងមុនហើយបើគិតពីឆ្នាំ 2012 មកដល់ឆ្នាំ 2017 នេះមានចំនួនសិស្សនិស្សិតប្រមាណ 300 នាក់ដល់ជាង 500 នាក់បានជ្រើសរើសនឹងទៅសិក្សានៅសហរដ្ឋអាមេរិក មុននេះបន្តិចយើងបានរៀបចំពិព័រណ៍ការសិក្សានៅអាមេរិកដើម្បីជួយនិស្សិតនៅខេត្តសៀមរាបអាចទទួលព័ត៌មានអំពីឱកាសទៅសិក្សានៅសហរដ្ឋអាមេរិកមាននៅសហរដ្ឋអាមេរិកមានមហាវិទ្យាល័យច្រើនជិត 5,000 មហាវិទ្យាល័យនឹងយើងចង់ជួយឲ្យនិស្សិតខ្មែរអាចទទួលព័ត៌មានមិនអាចរៀននៅអាមេរិកកន្លងមកការសិក្សានៅសហរដ្ឋអាមេរិកហាក់ដូចជាមិនមានការយល់ដឹងទូលំទូលាយយើងនឹងហាក់ទៅរៀននៅសហរដ្ឋអាមេរិកមិនអញ្ចឹងសាលានៅសហរដ្ឋអាមេរិកគឺមានជាង 4,500 សាលាអញ្ចឹងថាតើសិស្សនិស្សិតគាត់រើសយកសាលាមួយណាអញ្ចឹងតួនាទីរបស់យើងគឺយើងផ្ដល់នៅហៅថាសេវាពិគ្រោះយោបល់ប្រសិនជាគូសិស្សហ្នឹងគាត់មានលក្ខណៈបែបនេះអញ្ចឹងគាត់គួរតែជ្រើសរើសសាលាបែបណាដើម្បីត្រូវតាមលក្ខណៈហើយនឹងគោលបំណងនៃការសិក្សារបស់គាត់វិភាគប្រជាជនខ្មែរយើងបច្ចុប្បន្ននេះបើយើងប្រៀបធៀបវាអាចថាកើនប្រសើរល្អជាងមុនបើសិនជាយើងប្រៀបធៀបទៅកាលឆ្នាំ 2008 ចំនួនដែលថានិស្សិតទៅសិក្សានៅប្រទេសគេគឺមានល្បាក់ជាខ្ទង់ 2,000 មកដល់បច្ចុប្បន្ននេះយើងមានសិស្សនិស្សិតទៅសិក្សានៅប្រទេសខាងក្រៅហ្នឹងគឺមានខ្ទង់ប្រហែលជា 4,000 ទៅ 5,000 នៅក្នុងនោះសិស្សនិស្សិតដែលជ្រើសរើសយកការសិក្សានៅសហរដ្ឋអាមេរិកហើយអាចបង់ថ្លៃបាននោះគឺមានខ្ទង់ប្រហែលជា 7,500 អ្នកដែលគាត់បានទៅរៀននៅសហរដ្ឋអាមេរិករៀបចំពិព័រណ៍នេះក្នុងគោលបំណងដើម្បីជួយឲ្យសិស្សនិស្សិតនៅក្នុងខេត្តសៀមរាបឲ្យទទួលបានព័ត៌មានអំពីឱកាសទៅសិក្សានៅអាមេរិកនិងបង្ហាញទំនាក់ទំនងដ៏ល្អរវាងខេត្តសៀមរាបនិងអាមេរិកសូមបញ្ជាក់ថាភ្ញៀវទេសចរជនជាតិអាមេរិកប្រមាណជា 20,000 នាក់ក្នុងឆ្នាំ 2016 បានចូលមកទស្សនាតំបន់អង្គរវត្តខេត្តសៀមរាបដែលចំនួននេះច្រើនជាងប្រទេសអឺរ៉ុបផ្សេងទៀតដោយពួកគេចំណាយពេលពី 3 ទៅ 4 ថ្ងៃដើម្បីទស្សនាប្រាសាទអង្គរវត្តក្រៅពីនេះក៏មានអ្នកវិនិយោគទុនអាមេរិកជាច្រើនបានចូលមកបោះទុននៅខេត្តសៀមរាបនេះផងដែរដែលបានអនុញ្ញាតឲ្យប្រជាពលរដ្ឋក្នុងខេត្តនេះមានការងារធ្វើនិងជួយបង្កើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាផងដែរ